បាទសួស្តីវីដេអូនេះខ្ញុំនឹងមកបង្ហាញទាក់ទងជាមួយនឹងរបៀបនៃការទាញយក space ពី try មួយទៅកាន់ try មួយករណីដែល try របស់យើងមួយវាពេញឬក៏យើងចង់បន្ថែមទំហំ try មួយទៀតដោយទាញពី try ដែលមាន space ធំយកទៅដាក់ try ដែលមាន space តិចហ្នឹងនេះគឺជាវីដេអូដែលខ្ញុំនឹងបង្ហាញហើយវីដេអូនេះខ្ញុំធ្លាប់ធ្វើម្ដងហើយប៉ុន្តែនៅតែមានអ្នកឆាតសួរដោយសារគាត់មិនសូវយល់បាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបញ្យល់លម្អិតបាទអញ្ចឹងឧទាហរណ៍ជាក់ស្ដែងនេះគឺជា try E របស់ខ្ញុំចង់ទាញពី try D នេះយកទៅដាក់ try E នេះព្រោះ try E របស់ខ្ញុំនៅសល់ 20G ទៀតបាទអញ្ចឹងទំហំ try របស់ខ្ញុំ 36G អញ្ចឹងខ្ញុំចង់ទាញថែម 20G ទៀតឲ្យបាន 56G អញ្ចឹងព្រោះអីវានៅសល់តែ 20G ទេឥឡូវអញ្ចឹងខ្ញុំនឹងធ្វើការទាញពី try D នេះយកទៅដាក់ try E នេះបាទអញ្ចឹងដើម្បីអាចទាញបានយើងត្រូវមានលក្ខខណ្ឌចំនួន4បាទនេះបាទអញ្ចឹងទី1គឺ all try in the same partition អាហ្នឹងមានន័យថា try ទាំងអស់ដែលយើងចង់ទាញហ្នឹងគឺនៅក្នុង partition តែមួយ partition ហ្នឹងគឺជា disk បាទឥឡូវខ្ញុំឧទាហរណ៍បាទនេះយើងចូលលើ disk PC មកស្ដាំមកយើងយក manage ហើយបន្ទាប់មកយើងយក disk management បាទនៅក្នុងនេះគឺយើងឃើញនេះបាទយើងមកលេខមើលនេះវាមានដាក់ disk 0និង disk 1អញ្ចឹងអា disk 0នេះគឺជា disk របស់ខ្ញុំនៅក្នុងកុំព្យូទ័រហើយ disk 1នេះក៏ជា disk នៅក្នុងកុំព្យូទ័រដែរអញ្ចឹងអា disk 0នេះគឺជាមក partition អា disk 1នេះក៏ជាមក partition ដែរអញ្ចឹង disk 0នេះគឺវាមាន2 try បាទមាន try D និង try E អញ្ចឹង disk 0ជា partition 1ហ្នឹងគឺវាមាន disk មាន try 2គឺ try D និង try E អញ្ចឹងករណីដែលយើងអាចទាញបានលុះត្រាតែ try របស់យើងហ្នឹងគឺនៅក្នុង partition តែមួយដូចខ្ញុំនេះគឺនៅក្នុង partition តែមួយហើយបាទប៉ុន្តែករណីឧទាហរណ៍ដែលខ្ញុំចង់ទាញពី try C ទៅកាន់ try E ឬក៏ try D គឺអត់បានទេបាទដោយសារតែគឺ partition ខុសគ្នានេះ partition 0នេះ partition 1ឬក៏ disk 0 disk 1បាទអញ្ចឹងករណីទី1គឺសង្ឃឹមថាយល់អញ្ចឹងចូលដល់ករណីទី2គឺមិនតម្រូវឲ្យយើង run នៅកម្មវិធីណាមួយនៅក្នុង try ដែលយើងចង់ទាញទេបាទអញ្ចឹងឧទាហរណ៍ថាយើងទាញពី try 1ទៅ try 1នេះបាទអញ្ចឹងនៅក្នុងនេះបើសិនជាមាន run កម្មវិធីអីដែលយើង install ដាក់ក្នុង try D នេះយើងត្រូវបិទចោលសិនទៅហើយចាំទាញវាបាទអញ្ចឹងចំណុចទី2ចំណុចទី3នេះគឺ no BitLock or security software to protect this មានន័យថាมัน disk របស់យើងនេះมันត្រូវបានចាក់ BitLock ឬក៏ប្រើប្រាស់កម្មវិធីដែលការពារទៅលើ try សម្រាប់ការពារពីការតាក់ឬក៏ការ hack អីឬក៏លេខកូដអីចឹងណាបាទគឺมันតម្រូវឲ្យការពារឬក៏មានកម្មវិធីអស់ហ្នឹងទេអញ្ចឹងបើសិនតែមានយើងត្រូវបិទចោលសិនទៅឬក៏ BitLock អីហ្នឹងយើងដោះ BitLock ចេញសិនទៅបាទហើយចំណុចទី4គឺយើងត្រូវមានកម្មវិធីមួយដែលមានឈ្មោះថា Mini Tool Partition បាទអញ្ចឹងខ្ញុំកំពុងតែបង្ហាញនេះវាស្ថិតនៅលើ version 13អញ្ចឹងបងប្អូនអាចចូល Google មក download មកបាទយើងវាយ Mini Tool sorry បាទ Mini Tool Partition Wizard នេះបាទអញ្ចឹង version 13ដែលខ្ញុំកំពុងបង្ហាញនេះយើងអាចចូលមកបាទ link វាលើគេមកហ្នឹងបន្ទាប់មកយើងចូលមកនេះបាទ klik download partition នេះបាទបន្ទាប់មកយើងយកពាក្យថា pre edition ហើយ download មកបាទអញ្ចឹងវានឹងធ្វើការ running download ឲ្យយើងហើយអូខេអញ្ចឹងយើងនេះគឺសារដែលខ្ញុំ download ហើយបាទអញ្ចឹងយើងចុច open ទៅ open file ទៅបាទបាទអញ្ចឹងកន្លែងនេះចុច yes មកប៉ុន្តែអ្នកទាំងអស់គ្នាប្រហែលជាមើលអត់ឃើញទៅមកយើងចុច OK ទៅបាទនៅត្រង់ចំណុចនេះបងប្អូនតែងតែធ្វើការ install ខុសដោយសារតែកន្លែង select នេះគឺយើង select អត់ត្រូវអញ្ចឹងទៅទាញ try គឺទាញអត់កើតអញ្ចឹងកន្លែងនេះគឺយើង select យកក្រោមនេះបាទគឺ continue install pre edition អាហ្នឹងគឺយើងប្រើ pre edition ឥឡូវនេះមានន័យថាយើងត្រូវប្រើ trail ហើយពេលយើងទាញគឺយើងតម្រូវបងលុយបងអីចឹងទៅអញ្ចឹងយើងយក pre edition នេះមកបន្ទាប់មកកន្លែងនេះយើងដោះ create អស់ទៅព្រោះអីគោលដៅយើងគឺយកតែ mini tool partition នេះមួយទេបាទបន្ទាប់មកទៀតត្រង់នេះគឺជ្រើសទីតាំងដែលយើងត្រូវ install អូខេអញ្ចឹងខ្ញុំ install នេះហើយហើយសារខ្ញុំមានមួយហើយបាទអញ្ចឹងវានៅលើអាត្រៃចាស់អញ្ចឹងវាធ្វើការ install លឿនដែរទេបាទតាមកុំព្យូទ័រតាមទំហំកុំព្យូទ័រអញ្ចឹងទៅបាទ
បាទអញ្ចឹងបន្ទាប់ពីខ្ញុំដំឡើងរួចរាល់ហើយបាទនេះគឺយើងចុចបើកវាទៅបាទធ្វើការ open វាទៅបន្ទាប់មកចុច yes បាទអញ្ចឹងយើងក៏លេចមកមើលបាទនេះគឺជា disk 1នេះគឺជា disk 2ដែលកន្លែងមិញវាខុសពីកន្លែងនេះបាទនេះគឺជា partition 1និង partition 2អញ្ចឹងយើងមើលទៅបាទនេះ volume D volume E អញ្ចឹងបើសិនជាយើងចង់ទាញពី drive D ទៅដាក់ drive E នេះយើងត្រូវចូលឈរលើ drive ដែលយើងចង់ទាញបាទយើងចង់ទាញនៅពង្រីកទំហំ drive ណាយើងឈរលើ drive ហ្នឹងទៅបន្ទាប់មកយើងក៏លេចមកមើលខាងស្ដាំនេះបាទផ្នែកខាងអធិស្ឋានផ្នែកខាងឆ្វេងនេះយើងចុចមកប៉ោះលើ E អញ្ចឹងមកខ្ញុំចង់ទាញ E បន្ទាប់មកយើងយកពាក្យថា extend partition ត្រង់នេះយើងជ្រើសទំហំដែលយើងចង់បានឧទាហរណ៍ថាខ្ញុំចង់បានតែ 20G ទេបាទយើងទាញមកបាទយើងទាញមកបាទនេះ20G នេះកន្លែងនេះយើងត្រូវ select យក D បាទព្រោះអីយើងចង់ទាញពី D មកបាទអញ្ចឹង select D មកបន្ទាប់មកទៀតកន្លែងនេះយើងទាញទំហំហើយខ្ញុំចង់បានប៉ុណ្្នឹងហើយអូខេហើយអញ្ចឹងយើងចុចអូខេទៅបាទបន្ទាប់មកត្រង់នេះគឺយើងចុច apply បាទអញ្ចឹងវាបញ្ជាក់យើងថាបើសិនជាយើងមានកម្មវិធីណាដែល run លើហ្នឹងគឺនឹងត្រូវបិទចោលអញ្ចឹងយើងចុច yes មកបើអីខ្ញុំអត់មានទេបាទអញ្ចឹងវាធ្វើការ resize ហើយបាទតាម speed កុំព្យូទ័រយើងដែរកុំព្យូទ័រដើរលឿនគឺវានឹងលឿនបាទអញ្ចឹងបន្ទាប់ពីអូខេហើយបាទវាដាក់ successful ហើយយើងចុចអូខេទៅបាទបន្ទាប់មកយើងចុចបិទកម្មវិធីទៅបាទហើយយើងចូលទៅមើលកុំព្យូទ័រយើងវិញបាទត្រង់នេះគឺយើងក៏លេចមកមើលទៅបាទមុនហ្នឹងគឺឌីសខ្ញុំតែ 36G ទេឥឡូវនេះខ្ញុំឡើងដល់ 51G ហើយបាទអញ្ចឹងមានន័យថាខ្ញុំទាញបានជោគជ័យហើយបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន